ចាប់ផ្ដើមភៀសខ្លួនហិច្ចរ៉ោះរបស់អ្នកមូស្លីមទៅកាន់ទឹកដីម៉ាឌីណាបន្ទាប់ពីកិច្ចព្រមព្រៀងសច្ចាប្រណិធានអលអាកូបាទី2បានបញ្ចប់ដោយជោគជ័យការធ្វើហិច្ចរ៉ោះរបស់អ្នកមូស្លីមទូទៅកាន់ទីក្រុងម៉ាឌីណាក៏ចាប់ផ្ដើមឡើងខណៈពេលដែលសហការីសូហាបាត់មួយចំនួនបានធ្វើហិច្ចរ៉ោះទៅមុនរួចទៅហើយព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំត្រូវបានអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាបង្ហាញឲ្យឃើញទឹកដីហិច្ចរ៉ោះរបស់អ្នកមូស្លីមហើយព្យាការីមូហាម៉ាត់ក៏បានប្រាប់ពួកគេអំពីរឿងនេះដែលគាត់មានប្រសាសន៍ថាខ្ញុំត្រូវបានគេបង្ហាញឲ្យឃើញថាខ្ញុំនឹងធ្វើហិច្ចរ៉ោះពីទីក្រុងម៉ាកាទៅកាន់ទឹកដីមួយដែលមានដើមលម៉ើជាច្រើនការស្មានដំបូងរបស់ខ្ញុំគឺគិតថាជាតំបន់អលយ៉ាម៉ាម៉ាឬតំបន់ហាជារប៉ុន្តែតាមពិតវាគឺជាទឹកដីម៉ាឌីណាភ្លាមនោះអ្នកមូស្លីមបានចាប់ផ្ដើមលបលួចចាក់ចេញពីទីក្រុងម៉ាកាជាបន្តបន្ទាប់ទាំងកណ្ដាលយប់ដើម្បីគេចពីពួកកូរ៉ូសប៉ុន្តែផ្លូវដើរមិនមែនងាយស្រួលឡើយរឿងរ៉ាវដ៏ខ្លោចផ្សារបស់គ្រួសារដំបូងគេបង្អស់អ្នកដំបូងគេដែលបានធ្វើហិច្ចរ៉ោះគឺអាប៊ូសាឡាម៉ាអលម៉ូហ្គហ្ស៊ូមីគាត់ជាស្វាមីរបស់អ្នកស្រីអ៊ុំមូសាឡាម៉ាគាត់បានចាក់ចេញដំណើរជាមួយភរិយានិងកូនប្រុសរបស់គាត់ប៉ុន្តែក្រុមគ្រួសារខាងភរិយាបានបរៀបរៀងមិនឲ្យអ្នកស្រីទៅជាមួយលោកឡើយហើយក្រុមគ្រួសារខាងអាប៊ូសាឡាម៉ាក៏បានដណ្ដើមយកកូនប្រុសពីអ្នកស្រីទៅវិញហេតុការណ៍នេះបានបង្ខំឲ្យអាប៊ូសាឡាម៉ាត្រូវធ្វើដំណើរតែម្នាក់ឯងឆ្ពោះទៅកាន់ទីក្រុងម៉ាឌីណាដែលរឿងនេះបានកើតឡើងមុនសច្ចាប្រណិធានអលអាកូបាប្រហែល1ឆ្នាំលុះប្រហែល1ឆ្នាំក្រោយមកទើបពួកគេព្រមលែងភរិយារបស់លោកឲ្យមានសេរីភាពហើយអ្នកស្រីក៏បានធ្វើដំណើរហិច្ចរ៉ោះទៅជួបជុំគ្នាជាមួយគាត់វិញបន្ទាប់ពីអាប៊ូសាឡាម៉ាគឺអាមៀតកូនរ៉ូប៊ីអានិងភរិយារបស់លោកគឺអ្នកស្រីឡៃឡាកូនស្រីអាប៊ីហៃស្មារួមទាំងលោកអាប់ឌុលឡោះកូនអ៊ុំមូម៉ាក់ទូមក៏បានធ្វើហិច្ចរ៉ោះជាបន្តបន្ទាប់ដែរនៅពេលដែលសច្ចាប្រណិធានបានពេញលេញរួចរាល់សហគមន៍មូស្លីមបានធ្វើដំណើរហិច្ចរ៉ោះតាមគ្នាមិនដាច់ដោយលបលួចធ្វើដំណើរចេញទាំងដោយសម្ងាត់រហូតដល់វេនអ៊ូម៉ឺតកូនអលខុតតបបានធ្វើហិច្ចរ៉ោះលោកបានចាក់ចេញទៅដោយចំហនិងបានប្រកាសឌឺដងប្រជែងដាក់ពួកកូរ៉ូសដោយគ្មានបុគ្គលណាម្នាក់ហ៊ានចេញមុខមករារាំងលោកឡើយលោកបានធ្វើដំណើរមកដល់ទីក្រុងម៉ាឌីណារួមដំណើរជាមួយនឹងសូហាបាត់ចំនួន20រូបមិនយូរប៉ុន្មានសហគមន៍មូស្លីមទាំងអស់បានធ្វើហិច្ចរ៉ោះទៅកាន់ទីក្រុងម៉ាឌីណាហើយអ្នកដែលធ្លាប់ស្នាក់នៅទឹកដីហាបាសាភាគច្រើនក៏បានត្រឡប់មកទីនេះវិញដែរនៅទីក្រុងម៉ាកាមិនមានសល់អ្នកមូស្លីមណាឡើយលើកលែងតែអាប៊ូបកាតអាលីស៊ូហេបនិងហ្សេតកូនហារីសានិងអ្នកមូស្លីមទ្រង់ខ្សោយមួយចំនួនទៀតដែលគ្មានលទ្ធភាពធ្វើហិច្ចរ៉ោះបាននៅគ្រានោះអាប៊ូបកាតបានរៀបចំប្រុងប្រៀបធ្វើហិច្ចរ៉ោះដែរប៉ុន្តែព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានមានប្រសាសន៍ទៅកាន់គាត់ថាចូលអ្នកចាំសិនចុះព្រោះខ្ញុំសង្ឃឹមថានឹងទទួលបានការអនុញ្ញាតក្នុងពេលឆាប់ៗនេះអាប៊ូបកាតក៏បានសួរថាតើព្យាការីពិតជាសង្ឃឹមលើរឿងនេះមែនឬអោអ្នកមានគុណរបស់ខ្ញុំព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំក៏បានឆ្លើយថាពិតមែនហើយហេតុនេះអាប៊ូបកាតក៏បានបង្អស់ដំណើររបស់ខ្លួនដើម្បីរងចាំដំណើររួមគ្នាជាមួយព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំដែលគាត់បានផ្ដល់ចំណីអាហារស្លឹកឈើដល់សត្វអូតរបស់គាត់បានយ៉ាងល្អដើម្បីត្រៀមខ្លួនលក្ខណៈសម្រាប់កិច្ចការមួយនេះពួកកូរ៉ូសបានកើតចិត្តខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញអ្នកមូស្លីមបានរកឃើញទឹកដីថ្មីដែលអាចការពារនិងផ្ដល់សុវត្ថិភាពដល់ពួកគេបានយល់ឃើញថាការធ្វើហិច្ចរ៉ោះនេះនិងការជួបជុំគ្នារបស់ក្រុមអ្នកមូស្លីមទៅទីក្រុងម៉ាឌីណាគឺជាគ្រោះថ្នាក់ដ៏ធំមួយចំពោះសាសនានិងផ្លូវជំនួយសេដ្ឋកិច្ចរបស់ពួកគេដូចនេះពួកគេបានជួបជុំគ្នានៅសាលប្រជុំDarun Nadwa នៅថ្ងៃប្រហ័សទី26ខែសហ្វារដើម្បីសិក្សាស្វែងរកផែនការកម្ចាត់គ្រោះថ្នាក់នេះព្រោះតែព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅមិនទាន់ចាក់ចេញពីទីក្រុងម៉ាកានៅឡើយទេហើយគេបារម្ភខ្លាចលោកអាចនឹងចាក់ចេញទៅនៅពេលល្ងាចឬពេលព្រឹកព្រលឹមណាមួយជាមិនខានការជួបជុំនេះមានការចូលរួមពីសំណាក់មេដឹកនាំដ៏លេចធ្លោនិងអិសរាជជនជាន់ខ្ពស់របស់ពួកកូរ៉ូសព្រមទាំងមានវត្តមានរបស់អ៊ីប្លីសឆៃតានក្នុងទម្រង់ជារូបរាងបរិសុទ្ធចំណាស់ដ៏គួរឲ្យគោរពម្នាក់មកពីតំបន់និចក្រោយពីវាបានសុំការអនុញ្ញាតចូលរួមជាមួយពួកគេនៅក្នុងគណៈពេលដែលប្រជុំអាប៊ូអលអ៊ីស្វាតបានលើកឡើងថាយើងត្រូវតែដេញមូហាម៉ាត់ចេញពីទឹកដីរបស់យើងរួចយើងរៀបចំកិច្ចការរបស់យើងឡើងវិញដោយមិនបាច់ខ្វល់ថាវានឹងទៅជាយ៉ាងណានោះទេពេលនោះអ៊ីប្លីសដែលបន្លំខ្លួនជាបរិសុទ្ធចំណាស់នោះបាននិយាយថាពួកអ្នកមិនឃើញទេឬថាភាពផ្អែមល្ហែមនៃសម្ដីនិងវោហារសាស្ត្ររបស់មូហាម៉ាត់ដែលអាចតាក់ទាញចិត្តមនុស្សបាននោះប្រសិនបើវាចាក់ចេញទៅវានឹងទៅដល់កុលសម្ព័ន្ធអារ៉ាប់ណាមួយជាមិនខានហើយវានឹងប្រមូលផ្ដុំកងទ័ពជុំវិញខ្លួនវារួចវានឹងត្រឡប់មកជន់ឈ្លីពួកអ្នកនៅក្នុងទឹកដីរបស់អ្នកហើយធ្វើអ្វីតាមចិត្តចង់ជាមិនខានចូលរកគំនិតផ្សេងក្រៅពីនេះទៅ
Abu al-Bakhtari ក៏បានផ្ដល់យោបល់ថាចុះបើចាប់វាដាក់គុកហើយចាក់សៅឲ្យចិត្តរហូតទាល់តែវាស្លាប់តើពួកអ្នកគិតយ៉ាងម៉េចដែរពេលនោះអេប៊ីលីសដែលបន្លំខ្លួនជាបុរសចំណាស់នោះក៏បានជំទាស់ទៀតថាប្រសិនបើពួកអ្នកចាប់វាដាក់គុកដំណឹងរបស់វានឹងទៅដល់សហការីរបស់វាជាមិនខានហើយពួកគេស្រឡាញ់វាជាងឪពុកម្ដាយនិងកូនចៅរបស់ពួកគេទៅទៀតពួកគេនឹងមកវាយប្រហារពួកអ្នកហើយដណ្ដើមយកវាចេញពីពួកអ្នកចូលពិនិត្យមើលគំនិតផ្សេងទៅនៅទីបំផុតមេដឹកនាំដែលអាក្រក់នឹងខូខើគឺអាប៊ូជាហិលក៏បានផ្ដល់យោបល់ថាពិតណាស់ខ្ញុំមានគំនិតមួយដែលខ្ញុំយល់ថាពួកអ្នកនៅមិនទាន់នឹកឃើញនៅឡើយទេគឺយើងត្រូវជ្រើសរើសយុវជនម្នាក់ដែលមានភាពក្លាហាននិងរឹងមាំមានពូជអម្បូរខ្ពង់ខ្ពស់និងមានឋានៈនៅក្នុងចំណោមពួកយើងមកពីគ្រប់កលសម្ព័ន្ធទាំងអស់រួចយើងផ្ដល់ដាវដ៏មុតស្រួចមួយដល់ពួកគេម្នាក់បន្ទាប់មកឲ្យពួកគេតម្រង់ទៅរកមូហាម៉ាត់ហើយសម្រាប់មូហាម៉ាត់ចោលភ្លាមធ្វើបែបនេះឈាមរបស់មូហាម៉ាត់នឹងត្រូវចែករំលែកទៅលើគ្រប់កលសម្ព័ន្ធទាំងអស់ហើយក្រុមគ្រួសាររបស់គេបានីអាប់ឌុលម៉ាណាហ្វនឹងមិនមានលទ្ធភាពបើកសង្គ្រាមតទល់នឹងពួកកូរ៉ុចទាំងអស់បានឡើយដូចនេះពួកគេមានតែសុខចិត្តទទួលយកប្រាក់សងជំងឺចិត្តហើយយើងនឹងផ្ដល់វាឲ្យពួកគេជាការស្រេចពេលនោះអេប៊ីលីសដែលបន្លំខ្លួនជាបុរសចំណាស់បានយល់ស្របថាសម្ដីរបស់អ្នកពិតជាត្រឹមត្រូវណាស់នេះគឺជាគំនិតដ៏ល្អបំផុតដែលគ្មានគំនិតណាអាចល្អជាងនេះទៀតឡើយពេលនោះពួកគេក៏បានឯកភាពគ្នាលើគំនិតដ៏ខ្មៅងងឹតនេះរួចពួកគេក៏បានបែកផ្លូវគ្នាហើយចាប់ផ្ដើមត្រៀមលក្ខណៈនិងរៀបចំកម្លាំងរៀងៗខ្លួនដើម្បីសម្លាប់ព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំ